លោកប្រធានលោកយើងរកឃើញលោកប្រធានតូចហើយលោកប្រធានគេលោកមែនទេកុំឆ្ងល់អីគាត់ជាលោកប្រធានប្រកាសហើយមើលទៅដោយលោកប្រធានកែបណ្ដោះតូចខ្លាំងណាស់អញ្ចឹងនាងពិតជាមានកូនទី2នៅពេលនោះឯងដឹងថាជានរណាទេហើយឯងក៏មករកយើងឯងពិតជាកូនប្រុសរបស់លីឆានយុនមែនទេកុំតន់មកចិត្តខ្ញុំអីតាមជីវប្រវត្តិខ្ញុំជាកូនប្រុសរបស់លោកតែការពិតលោកមិនប្រកាសជាឪពុករបស់ខ្ញុំទេបងប្រុសក្មួយប្រុសកំពុងតែជេរដែលមកយឺតហើយនេះក្មួយប្រុសច្បងមិនអីទេឲ្យក្មួយនឹងធ្វើតាមចិត្តក្មួយណាមកជាមួយពូមកនេះជាផ្ទះរបស់ខ្ញុំមិនទៅណានោះទេសូមចេញទៅហើយកុំមកទៀតអីសោះណាអេឈប់តើលោកចង់យ៉ាងម៉េចចង់មកខំចិត្តខ្ញុំមែនទេបាទដូច្នេះមែនលោកយកបានត្រឹមតែខ្លួនខ្ញុំទេយកចិត្តខ្ញុំមិនបានឡើយសូមឲ្យតែកំហឹងគេក៏ដូចជាលបងដែរអាចប្រាប់បានទេតើប៉ាអាចយកឈ្នះកូនយ៉ាងម៉េចត្រូវតែយកឈ្នះចិត្តមិនអាចខ្ញុំជាមុនសិនតែកុំខាតពេលអីអ្នកម៉ែខ្ញុំមិនងាយលោកស្នេហ៍ជាមួយលោកទេមិនប្រកាសទេមើលចុះលោកប៉ាសង្ហាបណ្ណាដែរស្រីតែតែចូលចិត្តអ្នកម៉ែនិយាយថាបើមនុស្សងាយទុកចិត្តគ្នាពេកជ្រូកអាចឡើងដើមឈើបានហើយបរិះកាន់តែសង្ខាគឺមិនគួរឲ្យទុកចិត្តការសង្ខេបរបស់អ្នកម៉ែក្មួយគឺចំចំណុចមែនហើយពិតជាអស្ចារ្យណាស់ណាកូនឆ្លាតណាស់ប៉ាជឿថាកូនដឹងថាប៉ាជានរណាបើកូនមកកាន់គ្រួសារលោកជាមួយនឹងប៉ាសន្យាថាជីវិតកូននឹងល្អប្រសើរជាងនេះអ្វីដែលកូនចង់បានគឺត្រូវតែបានខ្ញុំដឹងថាលោកមានអ្វីគ្រប់យ៉ាងតែអ្នកម៉ែខ្ញុំមានតែខ្ញុំទេបើខ្ញុំចាញ់ទៅអ្នកម៉ែច្បាស់ជាឯកាហើយ